មាតិកាទី2ចៅក្រមស៊ើបសួរជំពូកទោលចៅក្រមស៊ើបសួរមាត្រា51ការចាត់តាំងដោយប្រធានតុលាការកាលណាចៅក្រមស៊ើបសួរណាម្នាក់ពុំអាចបំពេញមុខងាររបស់ខ្លួនបានទេដោយសារការជប់សម្រាកដោយមានជំងឺឬដោយមានមូលហេតុដទៃផ្សេងទៀតចៅក្រមស៊ើបសួរផ្សេងទៀតនៃតុលាការដដែលត្រូវបានចាត់តាំងជាបណ្ដោះអាសន្នដោយប្រធានតុលាការដើម្បីបំពេញមុខងារស៊ើបសួរក្នុងករណីពុំមានចៅក្រមស៊ើបសួរទេចៅក្រមផ្សេងទៀតនៃតុលាការដដែលអាចត្រូវបានចាត់តាំងជាបណ្ដោះអាសន្នដោយប្រធានតុលាការដើម្បីបំពេញមុខងារស៊ើបសួរប្រធានតុលាការចេញដីកាចាត់តាំងមួយដែលពុំបើកផ្លូវតវ៉ាឡើយលើពីនេះបទបញ្ញត្តិនៃមាត្រា26ការបែងចែករឿងក្តីនៃក្រមនីតិវិធីរដ្ឋប្រពៃណីត្រូវតែគោរព